Ê nè niêng, ta nè niêngឈ្មោះ Rani ដែលមកពីទីក្រុងហ្នឹងមែនអត់ទេខ្ញុំនឹងរងចាំអ្នកដែលស្គាល់មកយកខ្ញុំវិញអេឈប់សិនទៅក៏ទៅដែរពុកអើយជួយខ្ញុំផងក្មួយចត្រាថ្ងៃនេះកូនពូមកពីទីក្រុងក្មួយជួយទៅទទួលកូនពូនៅចំណតឡានក្រុងផងព្រោះអត់មានអ្នកទំនេរទេថ្ងៃនេះម្នាក់សុទ្ធតែរវល់អស់ហើយនឹងថ្ងៃហ្នឹងបាទពូមិនអីទេចាំខ្ញុំទៅទទួលនាងមកពូកុំបារម្ភអីអេអ្នកនាងតាអ្នកនាងឈ្មោះ Rani ដែលមកពីទីក្រុងហ្នឹងមែនចាគឺខ្ញុំនឹងហើយចុះលោកឯងជាអ្នកដែលពុកឲ្យមកទទួលខ្ញុំនឹងមែនបាទគឺខ្ញុំនឹងហើយអ្នកមកទទួលព្រោះថាថ្ងៃហ្នឹងអ្នកនៅក្នុងផ្ទះគឺរវល់អស់ហើយទៅលោកពូឲ្យខ្ញុំមកជួយទទួលទៅមកឆាប់ឡើងម៉ូតូមកតើខ្ញុំទុកចិត្តតាមរបៀបណាទៅស្រួលមិនស្រួលអាចនឹងដឹកខ្ញុំយកទៅចោលនៅទីណាផងក៏មិនដឹងអត់ទេខ្ញុំនឹងរងចាំអ្នកដែលស្គាល់មកយកខ្ញុំវិញតែមុននឹងដូចជានិយាយចូលគ្នាតើហើយមិនឥឡូវមកនិយាយដូចជាវល់អញ្ចឹងនាងខ្ញុំគ្មានពេលមកលេងសើចច្រើនទេធ្វើកំភៃថាខ្ញុំនឹងយកនាងទៅណានោះក្រៅពីផ្ទះពុកភាពខ្ញុំមិនយកទៅណាទេហេតុអីក៏គិតអំនួតលើខ្លួនឯងម៉េះអ្នកនាងវិនតាហើយមនុស្សប្រុសអីក៏សម្ដែងអាក្រក់ម្ល៉េះបើអញ្ចឹងឆាប់ឡើងម៉ូតូមកនៅរេរាដល់ណាទៀតដឹងអត់ថាវាក្តៅនាងមិនចេះក្តៅទេមែនណែនាងធ្វើកំភៃអីមុខចេះខ្ញុំលេបមិនចូលទេចុះគិតថាខ្ញុំនឹងឲ្យយូឯងលេងមែននោះសំដីដូចយូណាបានតែឲ្យស៊ីមួយដៃចំកណ្ដាលមាត់ទេនៅនិយាយច្រើនមិនព្រមឡើងទៀតអញ្ចឹងខ្ញុំទៅហើយចឹងទុកឲ្យនាងនៅចាំបន្តទៀតចុះព្រោះថាមេឃក៏កាន់តែក្តៅដែរតិចថាក្តៅឡើងឆ្អិនដល់លាកសួរស្លាប់ខ្ញុំមិនដឹងទេព្រោះខ្ញុំអត់មានបានធានាអាយុជីវិតឲ្យទេមានតែលុយទុកចូលបន់ឈប់សិនទៅក៏ទៅដែរកុំទុកខ្ញុំឲ្យនៅកណ្ដាលថ្ងៃអញ្ចឹងណាណែតើលោកឯងជាអ្នកណាដែរឬក៏ជាកូនឈ្នួលពុកខ្ញុំទៅបានជាពុកខ្ញុំឲ្យមកទទួលខ្ញុំអញ្ចឹងទេមិនមែនទេកុំឆាប់ទាន់ច្រឡំមើលខ្ញុំគឺជាអនាគតកុម្ពសាដ៏ល្អរបស់គាត់ថាម៉េចកូនប្រសាយគេខ្ញុំស្ដាប់មិនយល់ហើយមកដូចយូឯងហ្នឹងជាអនាគតប្តីរបស់ខ្ញុំលើហើយដូចចង់ក្អួតខ្ពើមណាស់ហើយចុះមុខខ្ញុំនឹងវាយ៉ាងម៉េចទៅមិនសមធ្វើជាប្តីនាងវិនតាឯងកើតណែមុខខ្ញុំមកសង្ហាណានាងមើលឲ្យចាក់បន្តិចមើលបានហើយកុំមកវោហាខ្លាំងពេកណាខ្ញុំឆ្ងល់ណាស់ខ្ញុំទៅទីក្រុងធ្វើការតែប្រហែលឆ្នាំសោះមកវិញពុកហ៊ានលើកខ្ញុំឲ្យគេទៀតហើយលើកឲ្យអ្នកណាមិនលើកមកលើកឲ្យយូឯងទៀតខ្ញុំណាសួរតែចង់កនឹងដាស់មកអមក៏មិនយកឯងធ្វើជាប្តីខ្ញុំដែរហើយចុះអាដើមមកអមហ្នឹងប៉ុណ្ណាទៅធ្វើឲ្យនាងចងកបាននោះនាងនិយាយបែបនេះមានន័យថានាងក៏ចង់បានខ្ញុំយកធ្វើជាប្តីដែរតែធ្វើជាមកពោលពាក្យផ្សេងខុសពីចិត្តណែខ្ញុំដឹងថានាងក៏កំពុងតែពេញចិត្តនឹងសម្បត្តិដ៏សង្ហាខ្ញុំដែរទៅដល់ផ្ទះឆ្លុះកញ្ចក់ឲ្យច្បាស់ផងកុំលងនឹងសម្រស់ខ្លួនឯងពេកខ្ពើមណាស់ខ្ញុំប្រាប់ឲ្យដឹងទៅសង្សារខ្ញុំនៅឯទីក្រុងភ្នំពេញណាគឺសង្ហាជាងយូឯងឆ្ងាញ់ណាខ្ញុំមិនទៅល្ងងយកឯងទេយល់អត់អញ្ចឹងនាងមានសង្សារនៅភ្នំពេញរួចហើយមែនហើយចុះវាយ៉ាងម៉េចចាំមើលខ្ញុំនឹងប្រាប់ពុកពីរឿងនេះឲ្យគាត់បានដឹងពីរឿងទាំងអស់នេះខ្ញុំប្រាប់ឲ្យដឹងទៅខ្ញុំនឹងសង្សារខ្ញុំណាគឺសំគ្នាណាមិនដូចយូឯងដែលជាអ្នកស្រុកស្រែដើរឃ្វាលតែកោទេជាក្មេងឃ្វាលកោនៅស្រុកស្រែមែនតែមានតែអត់អីណានិយាយបែបនេះចង់ចុះពីលើម៉ូតូដើរឲ្យមកទៅគេឲ្យជិះស្រួលមិនចង់ទេបែបចង់ធ្វើចលនាដៃជើងហើយអញ្ចឹងក៏ឆាប់ដាក់ចុះទៅចាំមើលទៅដល់ផ្ទះខ្ញុំនឹងប្រាប់ពុកថាឯងជាមនុស្សប្រុសដែលធ្វើបាបមនុស្សស្រីព្រមទាំងទុកមនុស្សស្រីទាំងខ្សោយចោលទៀត
មុននឹងទាមទារចុងទៅ អូខេដាក់ខ្ញុំចុះត្រឹមនឹងចឹងព្រោះមិនចង់និយាយច្រើនជាមួយយូឯងហើយក៏មិនចង់ស្និទ្ធស្នាលជាមួយបែបនេះទេដឹងអត់ ហ៎អញ្ចឹងឆាប់ចុះទៅចាំខ្ញុំទៅប្រាប់ពុកនាងឲ្យថានាងមិនចង់ជិះជាមួយខ្ញុំទេហើយដោយស្រួលប្រយ័ត្នមានឆ្កែឬក៏គោក្របីវាមកដេញនាងណា ចុះក៏ចុះព្រោះថាខ្ញុំមិនទៅភ្លើចាញ់បោកពាក្យសម្ដីដែលនិយាយសម្រាប់បោកកូនក្មេងនោះទេកុំចង់មកបោកស្រីស្អាតដូចជាខ្ញុំទៅមិនរួចទេ អូខេដើរតាមស្រួលណាបាយបាយណាស្រីស្អាត នេះគេទៅចោលខ្ញុំពិតមែនខ្ញុំគ្រាន់តែនិយាយលេងសើចនឹងពិតជាដាច់ចិត្តណាស់ចាំមើលចុះមនុស្សដូចជាឯងណាគ្មានអ្នកណាយកធ្វើជាប្តីទេដល់ពេលនោះគ្មានអីក្រៅពីមកសុំអង្វរខ្ញុំឲ្យយកឯងទេចាំមើលទៅ កូននេះមិនក៏ដាក់មករកខ្ញុំអញ្ចឹងហើយវាមកមែនថាមិនក៏មកដាច់អីពេលនេះចាំហើយដូចជាចៃដន្យពេកតែដឹងពុកអើយជួយខ្ញុំផង ហើយមិនបានខ្លាចជាបែបនេះហើយស្រីស្អាតមានរឿងអីហ្នឹងមិនបានមកសុទ្ធតែអាចគោអញ្ចឹង មើលមិនឃើញអាចគោវាជាពួកអន្តាអ្វីគ្រប់យ៉ាងមកពីឯងហ្នឹងតែមិនដាល់ឲ្យគោវាមកតាមញ៉ៃខ្ញុំអញ្ចឹង ស្អីគេគោដេញជុលសោះថាគោដេញញ៉ាយយ៉ាងណាស់ក្រមុំទីក្រុង ហើយចង់ត្រឡប់មកធ្វើវិញធ្វើស្អី គិតថាខ្លាចអ្នកទីក្រុងដើរវង្វេងរកផ្ទះមិនឃើញទើបក៏នឹងបកត្រឡប់មកវិញទៅលឿនមកឆាប់ឡើងមកនឹងអាចបានដល់ផ្ទះ ពើណាស់ខ្ញុំមិនឡើងជិះជាមួយយូឯងជាដាច់ខាតដឹងនៅ មកធ្វើកុំងោច្រើនពេកមើលមកពីនាងតើមិនស្ដាប់ខ្ញុំកុំអីគ្មានរឿងគោដេញអញ្ចឹងទេ ខ្ញុំមិនឡើងជាដាច់ខាតឯងជាមនុស្សអាក្រក់ណាស់ ទៅខ្ញុំសុំទោសនាងចោះដែលទុកនាងចោលឲ្យនាងខ្លាចជាបែបនេះនោះឥឡូវឈប់ខឹងទៅណាឃើញអត់លៀងបាត់ឆាប់ឡើងលឿនមក នេះឯងជាអ្នកបង្ខំខ្ញុំឲ្យឡើងទេបើតាមចិត្តខឹងណាខ្ញុំខ្វល់មិនជិះជាមួយណា ហើយមិនបានក្រម្ដងម៉េះកូននេះឡើងជីកាត់ទឹកភ្លៀងទៀតឆាប់ចុះឲ្យលឿនមកហើយក្មួយចេត្រាកុំអាទាន់ទៅចាំមើលមើលរាំងសិនទៅចាំទៅណាក្មួយ គ្រប់យ៉ាងមកពីគេតែម្នាក់គត់ពួកឃើញអត់ពេលនេះខ្លួនកូនប្រឡាក់សត្វតែភក់ព្រោះតែគេបានទុកកូនចៅនៅកណ្ដាលផ្លូវគេមិនអាណិតដល់នារីទន់ខ្សោយម្នាក់នេះសោះចរិតគេមិនល្អអីបន្តិចទេពុកហើយពុកនៅចង់លើកកូនឲ្យគេទៀតមែនពុកមនុស្សដូចគេគ្មានអ្នកណាចង់បានទេពុកមនុស្សអីគ្មានទឹកចិត្តអញ្ចឹងនោះ មើលកូនពូវានិយាយចុះមកហើយរឿងគ្រប់យ៉ាងពូសុំទោសចំពោះកូនពូផងព្រោះពូដឹងថានាងមានចរិតបែបណា បាទមិនអីទេពូណាមួយក៏ជាកំហុសខ្ញុំដែរដែលទុកនាងចោលនៅពាក់កណ្ដាលផ្លូវនោះហើយមួយទៀតនាងក៏មានសង្សារនៅទីក្រុងរួចហើយដែរអញ្ចឹងពូកុំបាច់បង្ខំនាងឲ្យរៀបការជាមួយនឹងខ្ញុំទៀតអីណាពូ នេះកូនពូមានសង្សារពិតមែនអីចាំមើលពូទៅសួរមើលក្មួយកុំបារម្ភអីកូនពូតាមតែពូទេ តែខ្ញុំខ្លាចនាងធ្វើទាំងបង្ខំនិងមិនសប្បាយចិត្តណាពូ កុំអាលព្រួយអីក្មួយចាំពូទៅនិយាយជាមួយនាងសិនកូនពូស្ដាប់បង្គាប់ពូណាស់ បាទពូអញ្ចឹងខ្ញុំលាពូត្រឡប់ទៅផ្ទះវិញហើយព្រោះមេឃក៏រាំងភ្លៀងដែរ ណែកូនស្រីពេលកូនទៅនៅទីក្រុងកូនមានសង្សាររួចហើយមែនកូន អត្តបៈហ្នឹងអ្នកប្រាប់ពុកមែនទេ
កូនស្រីកុំទៅស្រឡាញ់អីបរោះនៅទីក្រុងនោះគេមិនបានស្មោះត្រង់នឹងកូនទេកូនណាគួរតែមករៀបការជាមួយនឹងក្មួយចិត្តតាវិញទៅគេជាក្មេងល្អចេះដឹងខុសត្រូវនិងជួយទុកធារៈពុកច្រើនណាស់កូនដឹងអត់ អត់ទេពុកចង់បានគេនោះពុករៀបការខ្លួនឯងទៅអញ្ចឹងផង ណែកូនស្រីស្ដាប់ពុកកុំនិយាយអញ្ចឹងណាកូនក្មួយចិត្តតាគេមានការងារល្អជាគ្រូពេទ្យហើយគេថែមទាំងជួយមើលថែពុកពេលដែលកូនឯងនៅជាមួយពុកណាដឹងអត់កូន ធម្មតាទេជាគ្រូពេទ្យគឺតែងតែមានតួនាទីអញ្ចឹងហើយណាពុក កូនដឹងអត់បើគ្មានក្មួយចិត្តតាពុកក៏មិនដឹងត្រូវទៅដល់ណាទេព្រោះគេបានជួយពុកពេលដែលពុកមានជំងឺគាំងបេះដូងអញ្ចឹងពុកចង់សងគុណហើយចង់បានគេធ្វើជាកូនប្រសារពុកណាកូន អញ្ចឹងពុកហៅកូនមកនេះគឺចង់ប្រាប់កូនឲ្យទៅរៀបការជាមួយអាកុដនឹងមិនមែនពុក ពុកមិនបានបោកកូនទេតែពុកស្ដាយមនុស្សដូចជាក្មួយជាត្រាក៏បានទៅអ្នកផ្សេងណាគឺសំណាងមូលគេតែម្ដងកូនត្រូវគិតពីចំណុចនេះណាកូនស្រី ហើយមិនក៏ពុកមិនសួរខ្ញុំមុនអញ្ចឹងពុកហើយចុះអញ្ចឹងក៏បានដែរឲ្យតែពុកថាអូខេហើយកូនព្រមរៀបការតាមពុកទេចុះតែបើពុកមិនព្រមណាគឺកូនក៏មិនរៀបការជាដាច់ខាត អញ្ចឹងល្អហើយកូន ណែបើនាងមិនពេញចិត្តទេនាងឆាប់រត់ចោលរោងការទៅកុំបង្ខំចិត្តអី ណែបើខ្ញុំរត់បានណាខ្ញុំរត់យូរហើយមិននៅឈ្មោះទទួលគ្នាជាមួយយូរឯងទេ ណែនាងវិញតែពេលនេះនាងបានរៀបការជាមួយខ្ញុំហើយតើនៅលួចតាក់ទងជាមួយសង្សារនាងទៀតមែន ចង់ក្រែងនិយាយគ្នាហើយតាថាគ្មានបញ្ហាណា អត់ទេបើនាងនៅតែតាក់ទងគេទៀតឆាប់បាយគ្នាទៅតន់ខ្ញុំនេះនៅតែជាក់ចិត្ត ចុះយើងរៀបការនឹងមានបានស្រឡាញ់គ្នាណាហើយបើខ្ញុំធ្វើជាសិទ្ធិខ្ញុំអញ្ចឹងតើវាយ៉ាងម៉េច ជាសិទ្ធិដែលជាប្តីរបស់នាងតែបើមិនបែកខ្ញុំនឹងប្រើប្រាស់សិទ្ធិជាប្តីហើយកុំថាខ្ញុំមិនបានប្រាប់ណា ចុះចង់យ៉ាងម៉េចលោកគ្រូពេទ្យ កុំមកឌឺប្រយ័ត្នខ្ញុំយកមកចូលចាក់ថ្នាំឲ្យសន្លប់បាត់ទៅ អូយខ្លាចណាស់ធ្វើកុំជ្រួលមើលចាំស្អែកចាំនាងខ្ញុំនាំទៅជួប រ៉ានីមិនក៏អូនមកអត់ប្រាប់បងមុនអញ្ចឹងនេះ ចុះនាងជានរណាបានជាមកនៅក្នុងផ្ទះបងបែបនេះ ស្ដាប់បងបកស្រាយសិនកុំតន់អាល់តែម៉ាត់តែម៉ុយមើលបងនឹងគេគ្មានអីទេគឺជាមិត្តរាប់អានគ្នាតើអូនចុះអាម្នាក់ប្រុសមកជាមួយអូនគេជានរណាអូន គឺជាប្តីរបស់សង្សារឯងហ្នឹងមិនក៏មកសួរអីឆោតចឹងហ៎រ៉ានីឆាប់ប្រាប់ទៅថាបែកគ្នាព្រោះថាពេលនេះអូនមានប្តីហើយពេលនេះឈប់តាក់ទងវាទៅឃើញអត់វាកំពុងតែក្បត់អូននៅនឹងមុខស្រស់ៗហើយនេះ រ៉ានីតើវានិយាយនឹងជាការពិតមែនអូន មែនហើយគាត់ជាប្តីខ្ញុំអញ្ចឹងយើងបែកគ្នាទៅហើយឈប់ទៅរកខ្ញុំទៀតប្រយ័ត្នប្តីខ្ញុំវាយហាមភ្នែកគ្រាន់តែប្រាប់ទៅ ហើយកំពុងស្ដាយសង្សារខ្លាំងណាស់មែនបានជាមកធ្វើមុខសេតបែបនេះនោះបើថានៅអាឡ័យត្រឡប់ទៅយកវិញទៅព្រោះខ្ញុំជាប្តីមិនស្មើនឹងសង្សារនាងទេ ខ្ញុំមិនបានស្ដាយទេតែខ្ញុំស្ដាយពេលវេលាដែលខំស្រឡាញ់ប៉ុន្តែចុងក្រោយបែរជាមកបានប្តីដែលជាគ្រូពេទ្យទៅវិញ ចុះឥឡូវគិតថាប្តីដូចជាខ្ញុំនេះវាយ៉ាងម៉េចដែរឬក៏ចង់នៅមើលចិត្តគ្នាសិនមែន ចាឥឡូវជាប្តីប្រពន្ធហើយនៅមើលចិត្តអីទៀត អញ្ចឹងស្រឡាញ់គ្នាតែម្ដងទៅមិនបាច់មើលចិត្តអីទេ
ខ្ញុំសន្យាថានឹងមើលថែនាងឲ្យល្អអស់មួយជីវិតអ្វីត្បិតតែខ្ញុំអ្នកក្រោយតែខ្ញុំមិនឲ្យនាងស្ដាយពេលវេលាជាមួយខ្ញុំទេមួយទៀតណាខ្ញុំលួចស្រឡាញ់យូរហើយតែគ្មានពេលទៅតាក់ទងតែចៃដន្យអីស្រាប់តែពុកនាងចង់ឲ្យខ្ញុំទៅរៀបការជាមួយថាចង់ឲ្យខ្ញុំនេះជួយមើលថែនាងជំនួសគាត់ព្រោះថាគាត់មានកូនស្រីតែម្នាក់ទេពេលនេះខ្ញុំក៏ព្រមដល់គ្មានលក្ខខណ្ឌតែម្ដងទៅ អូតាមពិតអញ្ចឹងសោះមិនអីទេខ្ញុំនឹងចាប់ផ្ដើមបើបេះដូងទទួលយកលោកគ្រូពេទ្យបន្តិចម្ដងរហូតដល់ពេញបេះដូងដល់ចាស់ណា